សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជានាព្រឹកថ្ងៃទី9ខែមិថុនាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមអង់តូនីញ៉ូកូស្តាប្រធានក្រុមប្រឹក្សាអឺរ៉ុបក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី3របស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រនៅថ្ងៃទី8ដល់ទី13ខែមិថុនាឆ្នាំ2025នៅទីក្រុងនីសប្រទេសបារាំងក្នុងឱកាសនៃជំនួបឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុបបានសម្ដែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីព្រមទាំងបានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុបនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាននិងកិច្ចសហការដែលកំពុងបន្តជាមួយបណ្ដាប្រទេសជាសមាជិករួមទាំងកម្ពុជាផងដែរជាមួយគ្នានោះឯកឧត្តមក៏បានវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្តជាពិសេសការជំរុញការអនុម័តច្បាប់ស្តីពីជលផលនាពេលថ្មីនេះឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុបបានបង្ហាញនៅចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជាព្រមទាំងបានវិតម្លៃអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាការឆ្លើយតបសម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជានាពេលកន្លងមកតាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជាសហភាពអឺរ៉ុបតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះសម្ដេចបវរធិបតីសង្ឃឹមយ៉ាងមុតមាំថាសហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូល្អជាមួយកម្ពុជាសម្រាប់អនាគតកាលជាពិសេសក្រោយពេលកម្ពុជាចាកចេញពីឋានៈជាក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ2029ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផលកម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្ដែងជាច្រើនដែលក្នុងនោះរួមមានការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងរដ្ឋសភារួចហើយព្រឹទ្ធសភានឹងបន្តពិនិត្យលើសេចក្តីព្រាងច្បាប់នេះនៅក្នុងខែមិថុនានេះក្រៅពីវិស័យជលផលកម្ពុជាបានបដិញ្ញាចិត្តខ្ពស់សម្ដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យបាន 70% នៅឆ្នាំ2030និងសម្រេចបាននៅអព្យាក្រឹតកាបូននៅឆ្នាំ2050បើទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបំភាយឧស្ម័នកាបូនិកក៏ដោយសម្ដេចបវរធិបតីបានគូបញ្ជាក់ថាស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រកបប្រជាកម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់នៅសេរីភាវូបនីយកម្មនិងពហុភាគីនិយមហើយការប្រើប្រាស់កម្លាំងយោធាមិនមែនជាអាទិភាពក្នុងនយោបាយរបស់កម្ពុជានោះទេព្រោះកម្ពុជាធ្លាប់ជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍យល់ច្បាស់អំពីផលវិបាកនៃសង្គ្រាមជាពិសេសគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមុននឹងបញ្ចប់ជំនួបឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុបក៏បានអញ្ជើញសម្ដេចបវរធិបតីបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលសហភាពអឺរ៉ុបទីក្រុងព្រុយសែលដើម្បីពិភាក្សាស្វែងរកកាលានុវត្តភាពថ្មីសម្ដៅបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងកម្ពុជាសម្ដេចបវរធិបតីបានទទួលយកការអញ្ជើញនេះដោយគ្រងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅពេលវេលាសមស្របណាមួយនាពេលខាងមុខ